keyword នេះបាទនឹងប្រកល់ជូនទៅបងភឿនផលី innovation through technology ហើយនិង sustainability តើគាត់យល់ឃើញថាវាយ៉ាងម៉េចហើយគាត់ចង់បាទផ្ដល់បាទសារសំខាន់ជូនបងប្អូនបែបណាណាតាមពិតទៅ keyword ដែលលោក Dr. G គាត់លើកឡើងតាក់ទងជាមួយនឹង innovation through technology គឺជា keyword សំខាន់នៅក្នុងកម្មវិធីនេះ innovation និង technology វាមានលក្ខណៈខុសប្លែកគ្នាយើងអាចនឹងយល់ច្រឡំថាពីរហ្នឹងវាស្តៀងគ្នាខ្លាំងអញ្ចឹងពាក្យថា creative មួយម៉ាត់ហ្នឹងអត់មែនគ្រាន់តែ skill អាចធ្វើបានទាំងអស់ទេគឺអាស្រ័យលើការគិតរបស់យើងហ្នឹងឲ្យវា accurate ហើយយើងប្រើឲ្យវាទៅជាប្រភេទគិតបែប innovation មិនមែនជា novelty ទេជួនកាលបងអូនប្រយ័ត្នច្រឡំមកពីហ្នឹងទៀត novelty គឺជាការគិតល្វើល្វាយដែលมันអាចបង្កើតអីចេញកើតទេយើងនឹកឃើញធ្វើអានេះមកចប់ទៅអានោះមកចប់ទៅដោយលោកគ្រូគាត់បង្ហាញពី eco sustainability system សម្រាប់ប្រព័ន្ធ power grid system សួរថាបើយើងអត់មាន vision ទៅ develop ទៅអភិវឌ្ឍការងារទាំងអស់ហ្នឹងទេយើងនឹកឃើញធ្វើអានេះមកចប់អានោះមកចប់ទៅកើតទេអាចចេញជាប្រព័ន្ធ smart grid ដែលអាចមានសមត្ថភាព transform ក៏ដូចជា modernize ទៅលើប្រព័ន្ធ power grid មួយទាំងមូលហើយ collect data យកមកប្រើប្រាស់ analyze ទៅដល់ future កើតទេអត់អាចទៅដល់ sustainable future ទេគ្រាន់តែជា tool ដែលបម្រើឲ្យការងារក្នុងរយៈពេលខ្លីអានោះហើយគេហៅថាជា novelty នៃ solution ដែលយើងគ្រាន់តែនឹកសម័យចង់ធ្វើអីមួយយើងល្វើល្វាយទៅធ្វើវាភ្លាមធ្វើបានទេបានដូចគ្នារបស់ហ្នឹងអាចមើលទៅច្រឡំគ្នាប៉ុន្តែមួយមានសមត្ថភាព transform មួយទៀតគឺ obsolete in a couple of years អញ្ចឹងវាងាយនឹងបាត់រូបរាងត្រឡប់ទៅវិញអញ្ចឹងហើយបានយើងចង់ឲ្យ unicorn កើតឡើងនៅស្រុកយើងទេត្រូវការចាំបាច់មាន unicorn មួយអាចផ្លាស់ប្ដូរច្រើនអញ្ចឹងបង្កើត opportunity ឲ្យបងប្អូនដែលជាសិស្សនិស្សិតចូលរួមជាមួយបង្កើត credit ឲ្យបងប្អូនសម្រាប់បងប្អូនដែលចង់បង្កើតជា start up ធ្វើកិច្ចការងារដោយខ្លួនឯង research ដោយខ្លួនឯងអញ្ចឹងបើមានមួយគឺអាចជួយ engineering company បានច្រើនណាស់អានេះហើយជាឥទ្ធិពលនៃ innovation អញ្ចឹងអ្វីដែលខ្ញុំចង់សង្កត់ខ្លាំងនោះគឺ area bot គឺសំខាន់ណាស់សម្រាប់យើងប៉ុន្តែប្រយ័ត្នប្រយែងមែនតើ area bot មិនមែនគួរសមរហូតដល់លែងហ៊ានធ្វើអីទេអញ្ចឹងណាអញ្ចឹងចង់ឲ្យមាន mindset ពីរច្បាច់ចូលគ្នា advanced ខ្មែរ engineer និង global mindset ត្រូវតែរៀនសូត្រហ្មងអ្វីដែលយើងរៀនពីសាកលវិទ្យាល័យនេះគឺយើងទៅក្នុង platform មួយទៀតដែលគេហៅថាមនុស្សជាបញ្ញវន្តដែលមានទស្សនវិស័យនិងការគិតនឹងទូលំទូលាយជាមនុស្សទូទៅព្រោះមនុស្សយើងកើតមកគឺត្រូវតែមាន story រៀងៗខ្លួនអញ្ចឹង ideology methodology amazing innovation through technology គឺយើងខ្លួនឯងជាអ្នកមើលឃើញ opportunity នោះតាមរយៈ the Sima journey ដែលយើងបង្ហាញហ្នឹងអញ្ចឹងបងប្អូនអាចយកអានោះទៅគិតហ៊ានគិតកុំឲ្យគេថាមិនទាន់បានធ្វើអីផងនាំគ្នាគិតដោយចៃដាក់ស្មុគតាមពិតអារឿងធំទាំងអស់ហ្នឹងដែលបងប្អូនឃើញហ្នឹងគឺកើតចេញពីការគិតដែលយើងអត់ទាន់មានអីសោះទាំងជំនាញទាំងចំណេះដឹងទាំង skill ទាំង experience អីអត់មានទេប៉ុន្តែយើងគិតឲ្យធំសិនព្រោះការគិតធំអត់មានខុសទេអត់មានខុសហើយវាបណ្ដោះបណ្ដាលឲ្យផ្ដោតគំនិតរបស់យើងមើលឃើញបានទូលំទូលាយបើទោះបីយើងធ្វើអត់ទាន់បានក៏ត្រូវគិតឲ្យធំដែរខ្លាចតែយើងគិតបានតិចជាងអ្វីដែលយើងធ្វើបានអានោះបានវាមានបញ្ហាធំណាអញ្ចឹងត្រឡប់មកវិញអ្វីដែលខ្ញុំមើលឃើញពី local engineer គឺគាត់អត់សូវ assertive ទេនេះគឺជាចំណុចដែលបងប្អូនគួរផ្លាស់ប្ដូរត្រូវរៀនពី international people ឲ្យច្រើនត្រូវវិវត្តខ្លួនឯងឲ្យទៅជា international people មិនមែនគ្រាន់តែខ្មែរទេបើយើងស្រឡាញ់ខ្មែរបើយើងស្រឡាញ់ប្រទេសយើងត្រូវតែខ្លាំងលើឆាកអន្តរជាតិមិនមែនខ្លាំងនៅតែស្រុកខ្មែរទេអញ្ចឹងណាអញ្ចឹងវាអត់មានន័យអត់មានប្រយោជន៍អីទេអញ្ចឹងមកសម្រាប់ខ្ញុំវិញខ្ញុំចង់ឃើញបងប្អូនខ្លាចទៅជា universal people in the near future បន្ទាប់ពី graduate បងមានសមត្ថភាពអាច explore អ្វីដែលបងចង់បានរស់នៅជារបៀបបងវិវត្តខ្លួនឥតឈប់ឈរទៅរកអ្វីដែលពិភពលោកកំពុងតែចង់បានពីព្រោះសមត្ថភាពបងប្អូនមានវាអត់មានលេសឯណាដែលបងថាធ្វើមិនកើតទៅមិនរួចទី1 engineering ដែលខ្ញុំមើលឃើញបងមានសមត្ថភាពរួចហើយគ្រាន់តែអត់ទាន់មានឱកាស explore វាចេញតាក់ទងជាមួយនឹង international language ដែលបងប្អូនកំពុងប្រើនេះគឺភាសាអង់គ្លេសបងប្រើបានល្អហើយវាគ្រាន់តែយើងគុំអាពីរនឹងបញ្ចូលគ្នាយើងអាចទៅមួយកម្រិតទៀតបានទំនាក់ទំនងការបរទេស internationally licensed specialist business development research development ទៅជាមួយគ្នាទាំងអស់បើបងប្អូន creative មួយមុខទៀតតើវាល្អប៉ុណ្ណាអញ្ចឹង
ខ្ញុំគិតថាមិនមែនបងប្អូនអត់មានសមត្ថភាពទេគឺមានរួចហើយគ្រាន់តែអត់ទាន់មានឱកាស explore វាចេញអញ្ចឹងក្នុងនាមខ្ញុំជា innovator ដែលឈានជើងចូលទៅក្នុង tech industry មុនបងប្អូនបាន10ឆ្នាំវាគ្មានអីអស្ចារ្យជាងបងប្អូនទេគឺគ្រាន់តែចង់បង្ហាញថាតើការងារទាំងអស់ហ្នឹងវាមានលេសអីដែលថាយើងធ្វើមិនកើតទៅមិនរួចបើខ្ញុំធ្វើបានបងប្អូនត្រូវធ្វើបានល្អជាងនឹងទៀតពីព្រោះមានអ្នកបង្ហាញផ្លូវឲ្យអញ្ចឹងយើងចង់ឃើញបងប្អូនចូលទៅក្នុង eco sustainability system ដែលអាចអភិវឌ្ឍគ្រប់ផ្នែកគ្រប់ sector ទាំងអស់ទៅជា sustainable មួយ solution មួយដែលអាចប្រើប្រាស់ទៅតាមតម្រូវការទូទៅបានអញ្ចឹងការគិតការច្នៃប្រឌិតហ្នឹងគឺជារឿងជួយទ្រទ្រង់លើ engineering skill របស់បងឲ្យវិវត្តទៅមួយកម្រិតទៀតកាន់តែល្អប្រសើរសម្រាប់ខ្ញុំវិញ complete រឿង passion ខ្លួនឯងត្រូវតែមានបើទោះបីមាន knowledge ល្អមាន experience មាន skill ហើយអរិយាប័ត្រយើងក៏ត្រូវតែល្អហើយសំខាន់ជាងគេបងអូនត្រូវមាន passion ចេញពីក្នុងដោយខ្លួនឯងបើអត់មានអានឹងទេទៅធ្វើអីក៏អត់កើតដែរហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងអរគុណច្រើន